បាទសូមគោរពជំរាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេមីអន្តរជាតិសម្រាប់ថ្ងៃទី26ខែឧសភាឆ្នាំ2026ហាងឆេមីនៅព្រឹកថ្ងៃទី26នេះគឺមានការធ្លាក់ retracement ឬក៏យើងនិយាយបានថាបញ្ចុះតម្លៃមករកតំបន់$4,535នៅក្នុងមួយអោនដែលស្មើប្រហែលនឹងតម្លៃហាងឆេមីខ្មែរយើងគឺ$5,460នៅក្នុងមួយដំឡឹងឬក៏$546នៅក្នុងមួយជីបាទអញ្ចឹងឥឡូវនេះយើងចូលមកដល់ការវិភាគបច្ចេកទេសនៅក្នុងការទិញលក់សម្រាប់ថ្ងៃនេះតែម្ដងអញ្ចឹងមាសឥឡូវនេះយើងឃើញថាបាន retracement បាទ retracement នេះគឺចុះមកដល់តំបន់ដែលយើងរងចាំទិញគឺតំបន់ទី1របស់យើងគឺ$4,535និងតំបន់$4,525អញ្ចឹងកន្លែងនេះគឺជា early zone សម្រាប់យើងហើយនឹងជា block gap របស់យើងផងដែរអញ្ចឹងបងប្អូនអាចចាក់រងចាំទិញបានហើយបច្ចុប្បន្ននេះគឺបើសិនជាមាន bullish ណាបើសិនជាមាន bullish នៅក្នុង zone $4,535ឬក៏25បងប្អូនអាចទិញហើយប្រើ stop loss នៅក្រោមស្រមោល candle Richardson swing low បែរន័យថា candle ណាដែលទាបជាងគេបងប្អូនអាចដាក់ stop loss ហើយយក take profit ឲ្យបាន2ដងបាទនឹងតំបន់ទិញទី2គឺរក្សាដដែលដូចគ្នាគឺ strong support របស់យើងគឺ$4,500ទៅកាន់តំបន់$4,490អញ្ចឹងកន្លែងនេះថ្ងៃនេះគឺនៅតែអាចទិញបានទៀតហើយកាលពីសប្តាហ៍មុនពេញមួយសប្តាហ៍មកដល់សប្តាហ៍នេះគឺយើងនៅតែរក្សាតំបន់ទិញនេះដដែលបាទហើយនឹងតំបន់ទិញទី3របស់យើងគឺនៅដដែលដូចគ្នាទៀតគឺតំបន់$4,460និងតំបន់$4,450នេះគឺជាតំបន់ទិញទាំង3របស់យើងសម្រាប់ថ្ងៃនេះប៉ុន្តែតំបន់ទិញទី1នេះកំពុងតែមកដល់ហើយមិញនេះក៏បានចាក់ជើងចូលហើយដែរប៉ុន្តែមិនទាន់ឡងពិតប្រាកដទេណាអញ្ចឹងបងប្អូនអាចរកចាំទិញបាននៅតំបន់នេះប៉ុន្តែត្រូវប្រើ stop loss បាទអញ្ចឹងសម្រាប់តំបន់លក់ដោយសារពីម្សិលមិញទីផ្សារយើងឃើញថាបានចោលនៅតំបន់$4,578ឬក៏$4,580ក្នុងមួយអោនអញ្ចឹងថ្ងៃនេះចន្លោះពី80ទៅកាន់តំបន់$4,600បាទបងប្អូនអាចរងចាំលក់បាននៅ zone មួយនេះហើយបងប្អូនអាចរងចាំឲ្យប្រើ stop loss នៅលើតំបន់$4,600អញ្ចឹងអាចជា$4,605ឬក៏$4,610ហើយតំបន់លក់ទី2គឺនៅដដែលដោយការពីម្សិលមិញនិងសប្តាហ៍មុនដូចគ្នាពីព្រោះទីផ្សារមិនទាន់ឡើងមក retrace ឬក៏ respect តំបន់នេះនៅឡើយទេអញ្ចឹងបងប្អូនអាចលក់ដដែលទៅគឺតំបន់$4,640ទៅកាន់តំបន់$4,650ហើយក្នុងរយៈពេល2សប្តាហ៍មកនេះគឺទីផ្សារកំពុងតែ sideways zone $4,500នៅតំបន់$4,400អញ្ចឹងហើយបានជាយើងឃើញថាយើងរក្សាតំបន់ទិញនិងលក់នៅសប្តាហ៍មុននិងសប្តាហ៍នេះគឺដូចគ្នាដដែលអញ្ចឹងតំបន់លក់ចុងក្រោយគឺដូចពីម្សិលមិញនិងសប្តាហ៍មុនដដែលទេគឺតំបន់$4,700ទៅកាន់តំបន់$4,710ហេតុអ្វីបានជាទីផ្សារនៅតែបន្ត sideways ក៏ព្រោះតែព័ត៌មាននៃសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់កំពុងតែដំណើរការនៃការចរចាដូច្នេះហើយបានជាយើងឃើញថាទីផ្សារមិនទាន់មានការប្រែប្រួលខ្លាំងនៅឡើយទេអញ្ចឹងបច្ចេកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួយដូរចំណេញគ្រប់គ្នាបាទសូមអរគុណ